បាទសូមស្វាគមន៍បងប្អូនប្រិយមិត្តទស្សនិកជនដែលនិយមតាមដានទស្សនាការប្រកួតកីឡាពីមជ្ឈមណ្ឌលកីឡាជូវ៉ាជាទីមេត្រីបាទឥឡូវនេះសូមជួយបងប្អូនតាមដានទស្សនាការប្រកួតគូពិសេសនៅសប្តាហ៍នេះបាទរវាងក្រុមអ៊ុយ99 SC ជាមួយនឹងក្រុម Electric City NPIC បាទបាល់នេះគឺជាទិដ្ឋភាពនៃការប្រកួតតង់ទី2ដែលតង់ទី1នេះគឺថា NPIC Electric City នឹងបានលុតក្រុមអ៊ុយ99បាទម្ចាស់ដៃហើយគឺ5-2បាទហើយពេលនេះកីឡាករក៏កំពុងគេថាត្រៀមដើម្បីចូលទីលានត្រៀមតង់ទី2ឯកសន្តានអ៊ុយ99គឺពណ៌ប្រចាំតកូលពណ៌លឿងពណ៌ហុងស៊ុយសម្រាប់ឆ្នាំនេះបាទពណ៌នេះពណ៌ឈ្នះអស់មានសត្រូវហើយបាទប៉ុន្តែស្ថិតិនៃការប្រកួតមិនជាល្អណាស់ណាទេគឺថាចាញ់យើងក្រែលដែរអញ្ចឹងសរុបសេចក្តីមកពណ៌អាវមិនបញ្ជាក់អំពីអានុភាពនៃជ័យជំនះទេសំខាន់លើបច្ចេកទេសលេងដែរហើយខាង Electricity គឺស្ទើរកីឡាករយុវជនល្អៗហើយក្នុងនោះក៏មានកីឡាករបាទល្បីមកពីខាងព្រែកឬ FC បាទអ្នកចាំទីគឺបាទដៃស្អិតចិត្តនឹងបាទមិនឲ្យលបោតទេបាទខាងកីឡាករឆ្នើមពេកឬបាទកីឡាករមិថុនាកីឡាករបាទសុផាតបាទលេខ29នេះបាទនេះកីឡាករមកខ្វាយចូលហើយបាទដូរចូលហើយតង់ទី2នេះបាទជាប់ជើងខាង Electricity បាទបងប្អូននិស្សិតបាទព្រីងជាប់ជើងវិញបាទសម្លឹងមកក្រោយវិញតិចជាប់ជើងបាទខាង Electricity អូ1 OP បាទតម្លាក់មកវិសាលដាក់មួយជើងខុសគោលដៅបាល់ goal kick មួយជើងឡើងសុធីតម្លាក់បន្តិចបាទជាប់ជើងសំណាងតម្លាក់ឲ្យមកខ្វាយខ្សែការពារដៃថែបបាទឈិតជាប់ជើងមកខ្វាយផ្ទះបន្តឲ្យព្រីងទប់មួយតម្លាក់មកសុធីមកអាងមកខ្វាយមកឈិតអ្នកចាំទីដៃស្អិតបាទចុចតមើលបាទប៉ះមិនទាន់ទៅណាឆ្ងាយនៅមុខទី99ឡើយមកធីបាទវាយកាយយ៉ាងអ្នកចាំទីបន្តិចបាទចូលដល់តង់ទី2នេះឃើញថាអ៊ុយ99រៀងមានតម្រង់សាច់ម៉ាឡេទៀតហើយជាប់ជើងនៅមុខទីនោះអត់ទៅណាឆ្ងាយទេឆាបបានវិញបានទៅ Electricity ត្រង់នេះដាក់មួយជើងបិទដូចខ្សែការពារអាងអីយ៉ាអូបាទខ្សែប្រយុទ្ធល្អមែនទេត្រង់នេះដាក់មួយជើងប៉ោងសំឡាញ់ទីចូលបាទកីឡាករឆាយអូយលេខ10បាទអូម្នាក់ឯងជ្រែកមេឃជ្រែកធរណីបំប៉ោងទីបានសម្រេចបាទហើយលទ្ធផល6ទល់នឹង2ហើយបងប្អូនបាទឃើញថានាំមុខមកគ្រាប់ទៀតហើយតង់ទី2នេះបាល់កែចេញពីខាងអ៊ុយ99សំណាងដាក់មួយជើងចំគោលដៅមុំ90អូមែនទេបាទឥឡូវនេះបាល់ជាប់ជើងខាងបាទក្រុម Electricity បាទគិសនីកម្ពុជាយុវជនគិសនីទាញមួយល្អមែនទេចុចបន្តមកស្លាកខាងស្នាមអាងចុចមកដល់អ្នកចាំទីសិនបាទរកទីទួលសុវត្ថិភាពឈិតទៅសំណាងបាទចែកទេមួយចុចទៅឲ្យព្រីងទៅឲ្យបាទ Inesta ហៅរ៉ូណាម៉ៅ Inesta បើបញ្ជូនមិនបានល្អបាល់ជ្រុងបាទបាល់ជ្រុងលើកទី5ខាងអ៊ុយ99បាទដងនេះបិទជាប់ចុចបន្តបាទតែបញ្ជូនចេញមួយទូលមួយទៀតបាទមកខ្វាយដាក់មួយជើងដល់ដៃអ្នកចាំទីបាទឥឡូវនេះបាល់មកដល់ខ្សែការពារវិញហើយតម្លាក់ឲ្យអ្នកចាំទីបន្តិច
ឃើញថារៀងមានសាច់បាល់លេងទេបន្ទាប់ពី admin ឡើងមកផ្សាយផ្ទាល់ខាងលើនេះទៅគឺអត់មានអ្នកធ្វើឲ្យខូចបាល់ទេបាទអញ្ចឹងសបញ្ជាក់ឲ្យឃើញថាបាទសាច់បាល់ទាំងមូលរបស់99គឺវល់ដោយសារ admin ហ្នឹងតែមកឥឡូវនេះបាទនិយាយដូចទៅសើខ្លួនឯងអញ្ចឹងទៅឲ្យសំណាងដាក់មួយជើងត្រង់នេះចូលមួយជើងមកឡងទៅឡងមកស្អាតមែនទែនបាទដល់ទីនឹងចប់ហើយណាបាទឥឡូវនេះឃើញថាទីនឹងមកថែមទៅដល់មក4ដល់បាទឥឡូវលទ្ធផលមានការប្រែប្រួលបាទ6-3ខាងគិសនីកម្ពុជានាំមុខបាទ6-3ឥឡូវបាល់កែចេញពីខាងគិសនីពាក់ជើងនៅសល់ម៉ោងច្រើនម៉ោង6 កន្លះអូរ៉ានត្រង់នេះដាក់មួយជើងបាទអូយអ្នកចាំទីឈិតទៅឲ្យព្រីងទម្លាក់មកសំណាងចុចទៅរតនាតាន់ទេបាទបាល់មិនតាន់ទេបាទឥឡូវនេះកីឡាករកំពុងតែបាទចូលទីលានបដើហើយបាទមួយជើងរបស់អ្នកចាំទីបាទកំពុងថាក្រោមការគ្រប់គ្រងរបស់គិសនីបាទក្រុម Electricity វិសាលដាក់មួយជើងមករៀបរៀងដោយខ្សែការពារជាប់កីឡាករខាងគិសនីមកមើលទៅល្អបាទណាក្រុមបងប្អូនខាងគិសនីថាទៅតែប្រមូលជើងគ្នាលេងទេថ្ងៃនេះជើងជុំជើងលេងគ្នាសាកទី1មកថ្ងៃទី1គឺថាសាច់បាល់មិនធម្មតាទេគឺកំពុងតែនាំមុខបាទក្រុមខ្លាំងបាទឥឡូវបាល់បាទបោះបាន8-1បាទឆាយបាទលោតក៏ខ្ពស់ដែររៀងនេះវាវាយបាល់ក៏ដឹងល្អដែរបាទឥឡូវបាល់ goal kick បាទតម្លាក់ឲ្យមកខ្វាយតិចមកខ្វាយមានមកក្រោមវិញហ្នឹងបាទដល់វិសាលតម្លាក់ទៅសំណាងញាក់មួយល្អឲ្យព្រីងទប់បាល់ឡាបឆ្វេងបាទព្រីងទៅឲ្យរតនាហៅព្រីងចុចមកសំណាងអូម៉ូពីដាក់មួយជើងទៀតអ្នកចាំទីជាប់បាទចាប់ជាប់តែម្ដងបាទយ៉ាងម៉េចហើយបាទអ្នកចាំទីដៃស្អិតបាទប៉ះគ្នាជាមួយខ្សែប្រយុទ្ធ2 សា 3 សាហើយឥឡូវនេះយ៉ាងម៉េចចេះហើយវាអាចមានប៉ះទង្គិចចំត្រង់ណាបាទមិនហើយបាទប្រហែលជាអាចជន់ដៃឬក៏យ៉ាងម៉េចបាទញ៉ាកដាកំពុងតែពិនិត្យបាទអត់អីទេលេងបានវិញបាទអ្នកចាំទីបាទល្អមែនទេខាងមកពីខាងព្រែករឹសបាទអ្នកចាំទីដៃស្អិតតែម្ដងបាទឥឡូវបាល់កំពុងតែលទ្ធផល6-3អ្វីមិនទាន់អាចថាយ៉ាងម៉េចទេបាទតើតែញ៉ារាផ្លុំវិច័យជ្រែកបានដឹងថាបាទឈ្នះឬក៏ចាញ់បាទឥឡូវបាល់ goal kick បាទចេញពី build up ខាងក្រោមមិនទៅណាឆ្ងាយទេជាន់មួយបាទបាល់រៀងចង់តង់ទី2នេះរៀងកីឡាករបាទថមថយកម្លាំងនេះដែរមិនជាសម្រុកបុកគ្នាប្រមាណទេឥឡូវនេះបាល់ឆាប់បានវិញដោយបាទព្រៃរិះបាទសំទោសគិសនីនេះចេះច្រឡំកីឡាករមានកីឡាករព្រៃរិះឥឡូវបាទអតាក់គ្នាកណ្ដាលទីទៅវិញរតនាទៅវិសាល
វិសាលចំមួយឲ្យឡែនជុំទៅរតនាជុំមួយសុទ្ធមួយជើងឡែនប៉ោងសំណាញ់ទីបាទអូបាទប្រព័ន្ធលេងនេះគឺប្រព័ន្ធអេមណាស់បាទ1 2ឆ្វេងស្នាមអ្នកចាំទីមិនដឹងចាប់ត្រង់ណាទេបាទលើលទ្ធផលនឹងការប្រែប្រួលហើយ4 ទល់នឹង 2បាទខុសត្រូវនេះ2គ្រាប់បាទមានន័យថា6 ទល់ 4បាទបាទឥឡូវនេះបាល់កំពុងតែត្រៀមកែចេញពីខាងបាទគិសនី Electricity Student NPIC បាទបងដែរទៅឲ្យវិសាលល្អមែនទេណាមីថូណាបាទឡាកមីថូណាបាទអានមីថូណាបាទបុរសសង្ហាប្រចាំពេលឬមកចេញក្រៅបាទហើយមានការដោះដូរឡាកបាទ Superstar របស់អ៊ុយ99ចូលហើយលេខ5ដូរអាវមួយចេញរៀងតិចកីឡាករក្នុងទីលានគេពាក់អាវចាប់ឆ្ងាយបាទបងប្អូនប្រិមិត្តដែលទស្សនាពីបណ្ដាប្រទេសនានាលើពិភពលោកហើយអាចពិបាកមើលទៅញ៉ៃញ៉ៃក្រុមទាំងពីរនេះតែសម្រាប់កីឡាករក្នុងទីលានគឺចំណាំមុខបាទមិនជាចំណាំអាវទេកីឡាករ3ល្បីបាទគាត់នៅឃើញមុខឃើញតែចំហរត់នោះគឺដឹងថាកីឡាករណាណីហើយបងប្អូនដែលទស្សនាពីបណ្ដាប្រទេសផ្សេងៗបាទអាចឆ្ងល់តិចបាទឥឡូវនេះបាល់កំពុងតែគេថាបាទតាក់គ្នាចុះឡើងបាទជាប់ជើងខាងបាទកដាលទីទៅមកបាទតើទីនេះម៉ាស៊ីនបលក្របបាល់ទាត់មកជើងមកបលឿនពេកមិនចំទីដែរទេបាទបាល់បោះមកតម្លាក់មិនបានល្អកីឡាករព្រីងបាទសូមអរគុណបងប្អូនប្រិមិត្តបាទសូមបាទ highlight ត្រឹមប៉ុណ្ណេះសោះបាទបងប្អូនអាចបាទទស្សនាទស្សនវិជ្ជាទាំងមូលអាចធ្វើកាត់ទូទាលលទ្ធផលបានហើយប៉ុណ្ណេះបាទចាំមើលសល់ប្រហែលជា30នាទីទៀតមិនដឹងថាក្រុមណាអាចបាទថែមគ្រាប់បាល់ទេហើយខាង Electricity ក៏មានការដោះដូរអ្នកចាំទីដែរសូមអរគុណបងប្អូនបាទដែលតាមដានទស្សនាជួបគ្នាឱកាសក្រោយ